Baនេះsẽ làយើងបូមចាប់បកងថ្ងៃមុនបាទបូមចាប់ហើយបានមួយថ្ងៃស្អែកឡើងភ្លៀងមួយមេធំតែម្ដងអាទឹកនោះយើងបូមឡើងចង់រីងឥឡូវទឹកភ្លៀងមកចូលឡើងច្រើនវិញទៀតអញ្ចឹងតែយើងបូមវាចេញតិចទៀតហើយបានយើងបាយកបោបាទតទៅបាយកបោហើយមកយើងបាចអំបិលហើយរៀបចំចម្រោកវាឡើងវិញដើម្បីតម្លាក់កូនបកងបន្តទៀតហ្នឹងតើបងប្អូនឥឡូវយើងមកលើកកញ្ឆែងចំណៃនៅផ្ទះខាងនេះទាំងអស់គ្នាស៊ីអស់លេងអានេះទំហំវាប៉ុនម្រាមដៃអានេះមួយខែជាងទៀតយើងអាចចាប់បានមួយខែជាងទៀតយើងត្រូវខ្នាតដែរនិយាយរួមទៅបកងនេះបងប្អូនលើទីផ្សារឥឡូវជាក់ស្ដែងបើយើងមានធំក៏ល្អប៉ុន្តែបើយើងចិញ្ចឹមវាមិនបាច់ដល់ធំពេកអាហ្នឹងក៏មានទីផ្សារដូចគ្នាដែរទំហំវាគឺចាប់ពីប៉ុនមេដៃឡើងគឺយើងយកបានហើយបាទហើយប៉ុនមេដៃហ្នឹងយើងអាចថា35គ្រាប់1គីឡូឬក៏40 1គីឡូហ្នឹងគឺយើងវាយលើទីផ្សារឲ្យម៉ួយបានណាបាទយើងមិនបាច់ចិញ្ចឹមយូរធំពេកទេប៉ុន្តែបើសិនជាយើងចិញ្ចឹមបានដល់ធំអាហ្នឹងគឺរឹតតែល្អហើយតម្លៃវាគឺថ្លៃតាមនឹងដូចគ្នាបងប្អូនហើយបាទសម្រាប់ទីតាំងកសិដ្ឋានយើងបងប្អូនអាចចង់មកមកលេងបងប្អូនអាចមកលេងបានហើយត្រូវការពូជបាទអាចមកប្រឹក្សាបច្ចេកទេសនៃការចិញ្ចឹមបានហើយសម្រាប់តម្លៃបកងអីគឺយើងលក់ចេញទិញចូលដូចគ្នាបងប្អូនបាទបងប្អូនមានបកងសាយត្រូវការលក់អីអាចតំណតំណងមកបានបាទហើយត្រូវការទិញក៏តាក់ទងបានដូចគ្នាបាទយើងមានតាំងបកងពូជហើយនឹងបកងសាច់បាទលក់ចេញទិញចូលដូចគ្នាបងប្អូនណាតម្លៃយើងចរចាទៅតាមទីផ្សារនិងទំហំបកងជាក់ស្ដែងបងប្អូនអាចតាក់ទងតាមរយៈpage តែខ្ញុំបង្ហោះនេះឬក៏តាមTelegram ដែលខ្ញុំដាក់នៅខាងលើបាទហើយសម្រាប់ទីតាំងខាងកសិដ្ឋានយើងនេះគឺស្ថិតនៅខេត្តតាកែវបងប្អូនឃុំរនាមបាទស្រុកត្រាំងឃុំរនាមភូមិត្រពាំងធំនេះខ្យងបឺតម្លាក់ចូលក្នុងស្រះហ្នឹងវាស៊ីចំណីបកកខ្លះទៅវាឆាប់ធំបាទបងប្អូនត្រូវការខ្យងបឺពូជអីបាទសាច់អីយើងមានបាទតិចច្រើននេះអាចកំងបានដូចគ្នាហើយសម្រាប់បកងសាច់បងប្អូនត្រូវការតិចច្រើនអីគឺយើងមានដូចគ្នាបាទហើយថ្ងៃនេះយើងរៀបចំបកងសាច់ដាក់ទៅឲ្យម៉ួយនៅខាងភ្នំពេញបាទប៉ុន្តែនៅវីដេអូបន្ទាប់មិនបានថតឥឡូវយើងមកលើកកញ្ឆែងចំណៃសិនស្រានេះរៀងជ្រៅជាងគេតិចសៀតអស់នេះសល់តិចសៀតអស់ចាក់ចោលក្នុងហ្នឹងហ្មងលើកកញ្ឆែងហាលតាមពិតទៅបកងយើងចាំនៅក្នុងស្រះវាអត់សូវចុះចំណៃបងប្អូនវាសូវចុះចំណៃដោយសារស្រះវាជាថាបែបធម្មជាតិវាមានស្អិតឡាតូចហើយនឹងមានដីមានអីវាលេងអញ្ចឹងទៅអញ្ចឹងបកងយើងក្នុងការចិញ្ចឹមការលូតលាស់វាលឿនជាងយើងចិញ្ចឹមនៅក្នុងអាងវាមានសេរីភាពហើយវាមានចំណីធម្មជាតិរបស់វាច្រើនអញ្ចឹងយើងអត់សូវចុះចំណៃទេមានចំណៃដាក់ឲ្យស៊ីសល់ទៀតអញ្ចឹងដល់សល់អញ្ចឹងយើងកាត់ថយវិញកុំឲ្យសល់ច្រើនពេកទៅវាធ្វើយើងខាតចំណៃហើយវាធ្វើឲ្យវាឆាប់ខូចគុណភាពទឹកទៀតណា
បាទវីដេអូនេះរៀងវែងតិចហើយបាទអញ្ចឹងប៉ុណ្ណឹងបានណាអរគុណបងប្អូនច្រើនណាស់បានទស្សនា